ខ្ញុំមិនធ្វើអាហារប្រអប់កំបុកនៅការដ្ឋានសំណង់ទៀតទេវាធ្វើឲ្យថយចុះកម្រិតរបស់ខ្ញុំពួកយើងបានចុះកិច្ចសន្យាផ្គត់ផ្គង់អាហារឲ្យមនុស្ស300នាក់កំពុងរងចាំហូបបាយតែកិច្ចសន្យាជាស្អីទៅឥឡូវនេះខ្ញុំធ្វើអាហារលំដាប់ខ្ពស់សម្រាប់បុគ្គលិកការិយាល័យពួកកម្មករប្រឡាក់ពួកពេញខ្លួនរបស់ឯងគឺធ្វើឲ្យថយចុះកម្រិតរបស់ខ្ញុំតែម្ដងកុំភ្លេចឲ្យសោះថាតើជាការបញ្ជាទិញរបស់នរណាដែលចិញ្ចឹមហាងកំបុកកំពុករបស់នាងឲ្យរស់រានមានជីវិតនោះខ្ញុំមានថ្ងៃនេះបានគឺដោយសារតែខ្ញុំមានស្នាដៃល្អនិងចេះគ្រប់គ្រងអាជីវកម្មពួកកម្មកររបស់ឯងនោះខ្លួនប្រឡាក់ទៅដោយក្លិនញើសនិងពួកពេញខ្លួនវាប៉ះពាល់ដល់ចំណង់អាហាររបស់អតិថិជនលំដាប់ខ្ពស់ផ្សេងទៀតរបស់ខ្ញុំទាំងអស់បានហើយថ្ងៃក្រោយកុំតាក់ទងមកទៀតវាធ្វើឲ្យថយចុះកម្រិតសង្គមរបស់ខ្ញុំភ្លុកបាត់ហើយល្អណាស់ពិតជាល្អណាស់លីមេជៀនមនុស្សមើងងាយអ្នកក៏ស្រឡាញ់អ្នកមាននឹងស៊ីបាយបោកឆ្នាំងក្នុងពេលដែលនាងគិតថាអាហារនៅការដ្ឋានសំណង់មានកម្រិតទាបហើយគិតថាការបញ្ជាទិញរាប់លានក្នុងមួយឆ្នាំនេះធ្វើឲ្យប្រឡាក់ដៃនាងអីចឹងនាងទៅលើកជើងអតិថិជនលំដាប់ខ្ពស់របស់នាងទៅប្រធានលីនតយ៉ាងម៉េចហើយតើថៅកែស្រីមេជៀនមកដល់ណាហើយបងប្អូនទាំងអស់គ្នាហាងរបស់លីមេជៀននឹងមិនផ្គត់ផ្គង់អាហារឲ្យពួកយើងទៀតទេនៅពេលក្រោយសូមបងប្អូនផ្ដល់ពេលឲ្យខ្ញុំ20នាទីខ្ញុំធានាថានឹងធ្វើឲ្យបងប្អូនបានហូបបាយក្តៅអាហារថ្ងៃត្រង់ថ្ងៃនេះគឺខ្ញុំលីងជឿចេញលុយផ្ទាល់ខ្លួនប៉ះបងប្អូនទាំងអស់គ្នានឹងបន្ថែមសាច់ជូនទៀតល្អណាស់សម្រេចត្រេកអរថៅកែតើនៅក្នុងហាងឥឡូវនេះមានបាយសម្រាប់ធ្វើរួចរាល់ប៉ុន្មានដែរលោកថៅកែបាយមាន3ធុងធំទើបតែដាំឆ្អិនក្តៅចំណែកឯសម្វិញមានសាច់កន្លះដែកឡាំងឆាគ្រឿងទៅហ៊ូម៉ាភូកន្លះដែកឡាំងនិងមានឆាស្ពៃក្តោបខ្លះទៀតតើលោកត្រូវការប៉ុន្មានចំណែកដែរ300ចំណែកភ្ញាក់ផ្អើលនិយាយឲ្យច្បាស់គឺសម្រាប់មនុស្ស320នាក់តើអាចរៀបចំឲ្យគ្រប់ក្នុងរយៈពេលកន្លះម៉ោងបានទេបើសាច់មិនគ្រប់ទៅទិញភ្លាមនៅផ្សារក្បែរនេះទៅឲ្យតែអាចធ្វើឲ្យឆ្អែតពូបានតម្លៃសាច់តែលោកជាអ្នកកំណត់សម្រាប់មនុស្សជាង300នាក់នេះស្មើនឹងចំណូលកន្លះខែទៅហើយបងប្រុសខ្ញុំមើលទៅលោកប្រហែលជាប្រធានលីននៅការដ្ឋានសំណង់ហើយមែនទេការជួយសង្គ្រោះបន្ទាន់ប្រៀបដូចជាការពន្លត់ភ្លើងអញ្ចឹងរយៈពេលកន្លះម៉ោងពួកយើងទាំងពីរនាក់ប្តីប្រពន្ធនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើវាជូនលោកឲ្យតតែបានតាសុនទៅយកសាច់ជ្រូក3ជាន់ទាំងអស់ដែលទុកក្នុងទូទឹកកកមកធ្វើសាច់ជ្រូកទៅខ្ញុំនឹងធ្វើឆាដំឡូងបារាំងសៃនិងឆារវែងសាច់ចិញ្ចាំភ្លាមលក្ខខណ្ឌមានតែមួយគត់ខ្លាញ់ទឹកស៊ុបត្រូវតែមានជាតិគ្រប់គ្រាន់បរិមាណត្រូវតែឲ្យឆ្អែតហើយអនាម័យត្រូវតែស្អាតធ្វើបានល្អហើយលុយមិនខ្វះសូម្បីតែមួយសេនឡើយគ្មានបញ្ហាទេប្រធានលីនលោកសូមរងចាំចុះអូហូខ្សាច់ជ្រូកមានខ្សាច់ជ្រូកតាមហូបនេះឈ្ងុយខ្លាំងណាស់គ្រាន់តែធំក្លិនក៏ដឹងថាឆ្ងាញ់ជាងស្នាដៃរបស់លីមេជៀនដែរប្រធានលីនខ្ញុំមិនលាក់បាំងលោកទេអាហាររហ័សរបស់មេជៀនក្នុងរយៈពេល2ខែចុងក្រោយនេះនៅក្នុងម្ហូបសូម្បីតែកំទេចសាច់ក៏មើលមិនឃើញផងហើយស្បែកក្តោបវិញសុទ្ធតែខ្សាច់អាហារមួយពេលថ្ងៃនេះគឺជាអាហារដែលខ្ញុំហូបទៅមានអារម្មណ៍ថាសប្បាយចិត្តនិងឆ្ងាញ់បំផុតក្នុងរយៈពេល2ឆ្នាំនេះហើយនៅការដ្ឋានសំណង់អរគុណណាស់បងស្រីថ្លៃថៅកែវាងស្នាដៃពិតជាមិនធម្មតាមែនតើមានចំណាប់អារម្មណ៍ទទួលការងារធំមួយទេប្រធានលីនសូមមានប្រសាសន៍មកឲ្យតែពួកយើងមានកម្លាំងអាចធ្វើរួចគម្រោងរបស់ពួកយើងនៅសល់ពេល3ឆ្នាំទៀតទើបបញ្ចប់ការសាងសង់ចាប់ពីថ្ងៃស្អែកទៅអាហារថ្ងៃត្រង់និងអាហារពេលល្ងាចសម្រាប់មនុស្ស320នាក់ក្នុងមួយថ្ងៃនៅការដ្ឋានសំណង់គឺប្រគល់ជូនហាងម្ហូបសាមញ្ញហ៊ឺសុនរបស់បងប្អូនទាំងអស់ចំណូលមួយថ្ងៃ10000យួនគម្រោងបញ្ជីទិញចិត្ត3លានយួនក្នុងមួយឆ្នាំតើបងហ៊ានទទួលទេហាឆាយអាលីនជឿដែលជាកម្មក្រលីសែងងាប់នោះនៅចង់កេងចំណេញពីអញទៀតជីវិតដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់អញគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះចំណូលមួយថ្ងៃ10000យួនគម្រោងបញ្ជីទិញចិត្ត3លានយួនក្នុងមួយឆ្នាំតើបងហ៊ានទទួលទេប្រធានលីនតើលោកមានប្រសាសន៍ថាម៉េចមិញនេះចំណូលមួយថ្ងៃ10000យួនក្នុងមួយឆ្នាំ3លានយួនគឺប្រគល់ឲ្យពួកយើងទាំងអស់មែនទេលោកកុំយកពួកយើងប្តីប្រពន្ធមកធ្វើជាការលេងសាច់អីហាងតូចកំបិតកំប៉ុករបស់ពួកយើងនេះប្រឹងប្រែងធ្វើការហត់ស្ទើរងាប់ពេញមួយឆ្នាំក៏រកបានតែលុយកាក់កម្រៃហត់នឿយប្រហែល100,000យួនប៉ុណ្ណោះបងប្រុសវាងបងស្រីតើពួកបងមើលទៅខ្ញុំដូចជាកំពុងនិយាយលេងសាច់មែនទេអាហារមួយពេលថ្ងៃនេះពួកបងប្រើពេលត្រឹមតែកន្លះម៉ោងក៏អាចជួយដោះស្រាយបញ្ហាបន្ទាន់របស់ខ្ញុំបានបាត់ទៅហើយមិនត្រឹមតែលឿនរហ័សប៉ុណ្ណោះទេថែមទាំងសាច់ល្អម្ហូបស្រស់និងបរិមាណច្រើនទៀតផងបងប្អូនដែលធ្វើការផ្នែកសំណង់បើក្នុងពួកគ្មានជាតិសាច់ជាតិខ្លាញ់គ្រប់គ្រាន់ទេគឺគ្មានកម្លាំងធ្វើការឡើយខ្ញុំត្រូវការភាពស្មោះត្រង់និងការយកចិត្តទុកដាក់ពិតប្រាកដរបស់ពួកបងបែបនេះឯងធ្វើបែបនេះចុះនិយាយមាត់ទេគ្មានភស្តុតាងទេពួកយើងពេលរសៀលនេះទៅចុះកិច្ចសន្យាបន្ថែមសិនខ្ញុំតំណាងឲ្យផ្នែកគ្រប់គ្រងគម្រោងនឹងផ្ទេរលុយកក់មុនចំនួន50000យួនជូនពួកបងសិនពួកបងប្រញាប់ទៅទិញទូទឹកកកធំ2បន្ថែមទៀតទៅហើយជួលអ្នកជួយធ្វើម្ហូប2នាក់ទៀតចាប់ពីថ្ងៃស្អែកពេលព្រឹកទៅអាហារ3ពេលព្រឹកថ្ងៃត្រង់និងល្ងាចសម្រាប់មនុស្ស320នាក់គឺប្រគល់សិទ្ធទាំងស្រុងជូនពួកបងហើយសំឡេងទូរស័ព្ទវិឆាតទទួលបាន50000យួនប្តីសម្លាញ់ពួកយើងពិតជាបានជួបនឹងអ្នកមានគុណជួយសង្គ្រោះហើយប្រធានលីនពាក្យពេចន៍ពីរោះផ្សេងទៀតខ្ញុំវាងដាស៊ុនមិនចេះនិយាយទេប៉ុន្តែចាប់ពីថ្ងៃនេះទៅខ្ញុំដាច់ខាតមិនឲ្យបងប្អូននៅការដ្ឋានសំណង់ហូបម្ហូបដែលខូចគុណភាពសូម្បីតែមួយម៉ាត់ឡើយការងារនេះពួកយើងប្តីប្រពន្ធទទួលហើយអ្នកនោះជួយរៀបចំម្ហូបក្នុងចាននេះឲ្យមានសោភ័ណភាពនិងសិល្បៈបន្តិចមើលពួកយើងធ្វើជាអាហារលំដាប់ខ្ពស់អ្វីដែលត្រូវការគឺបរិយាកាសទាក់ទាញតើយកទេចាំឲ្យច្បាស់ណាបន្លែសាឡាត់ដែលទ្របបាត់ចានគឺដាក់តែ3សន្លឹកបានហើយដោយរើសយកអាណាដែលធំជាងគេបើកវាឲ្យធំទៅមើលទៅឃើញពេញចានហើយអាណាដែលស្រពោនក៏កុំចោលដែរញាត់វាចូលទៅខាងក្រោមមកអស់ទៅបងស្រីមេជៀនគ្រាន់តែស្លឹកបន្លែមួយចាននេះលក់តម្លៃ128យួនតាភ្ញៀវព្រមបង់លុយទេឯងយកស្អីទៅដែលហៅថាអាហារសុខភាពបែបស៊ីវិល័យអ្វីដែលពួកគេហូបគឺអារម្មណ៍ប្រណិតភាពនៃការឆ្អែតត្រឹមតែ7%ប៉ុណ្ណោះពូល្ងងនៅក្នុងវិស័យហិរញ្ញវត្ថុទាំងនោះគឺចូលចិត្តតែបង់លុយឲ្យពាក្យថាលំដាប់ខ្ពស់និងឯងទោះជាគ្រានតែពូក៏ត្រូវតែទ្រាំប្រឹងនិយាយថាជាសុខភាពដែរលុយបែបនេះបើមិនរកតើខ្ញុំមិនទៅជាមនុស្សល្ងងទៅហើយទេមែនទេអាលីនជឿដែលជាកម្មក្រលីសែងងាប់នោះបង្ខំឲ្យខ្ញុំធ្វើម្ហូបសាច់ត្រីធំឲ្យពួកកម្មករធំក្លិនស្អុយរបស់វាអាហារមួយពេលឲ្យថ្លៃខ្ញុំត្រឹមតែ15យួនប៉ុណ្ណោះនេះហើយជាគម្លាតនៃការយល់ដឹងអាហារប្រអប់នៅការដ្ឋានសំណង់ទៅងាប់ទៅអូហូដាសុនហេតុអ្វីបានជាថ្ងៃនេះមកពីព្រលឹមម្លេះជាធម្មតាមិនមែនម៉ោងជាង6ទើបមកទិញបន្លែបង្ការបន្តិចបន្តួចទេអី
ត្រូវចំពេលល្អណាស់ខ្ញុំមានសាច់កូនកណ្ដុរនិងសាច់សចុងៗដែលបង្កប់ទុកកន្លះឆ្នាំមួយកុំភ្លេចធំនៅទីនេះអ្នកផ្សេងទិញតម្លៃ10យួនខ្ញុំគិតឲ្យលោកតែ5យួនក្នុង1គីឡូបានហើយយកទៅធ្វើម្ហូបផ្ទះធំឲ្យពួកកម្មករនៅការដ្ឋានសំណង់ទៅធានាថាហូបដឹងតែមិនដឹងខ្លួនឡើយបងប្រុសលីលោកនិយាយបែបនេះគឺមិនត្រឹមត្រូវឡើយពួកគាត់ជាកម្មករលោកកម្លាំងពលកម្មនៅការដ្ឋានសំណង់ហូរញើសរាប់គីឡូក្នុងមួយថ្ងៃនោះជាការយកជីវិតទៅបដូរយកលុយតើឲ្យខ្ញុំយកសាច់អត់អនាម័យគ្មានគុណធម៌បែបនេះទៅបោកប្រាស់ពួកគេយ៉ាងម៉េចកើតសាច់ស្រស់ទាំងនេះខ្ញុំយកទាំងអស់ថ្ងៃក្រោយបរិមាណប៉ុណ្ណេះរាល់ថ្ងៃមានតែលើសមិនឲ្យខ្វះឡើយហើយនឹងឆ្អឹងជំនីជ្រូកស្រស់នៅខាងនោះផងទុកឲ្យខ្ញុំ50គីឡូក្រាមមកតាស៊ុនឯងឈួតហើយមែនទេធ្វើម្ហូបផ្ទះធំឲ្យកម្មមករហូបសោះបែរជាប្រើសាច់ល្អបែបនេះតើឯងនៅចង់ចំណេញលុយទៀតអត់ខ្ញុំរកលុយដែលគួរតែរកប៉ុន្តែខ្ញុំមិនអាចរកលុយដែលក្បត់នឹងសតិសម្បជញ្ញៈរបស់ខ្លួនឯងបានឡើយស៊ូហ្វិនតើទិញសណ្តែកគៀវច្រើនម្លេះយកទៅធ្វើអីអាកាសធាតុនេះក្តៅខ្លាំងណាស់បងប្អូននៅការដ្ឋានសំណង់ងាយនឹងការជំងឺខ្យល់កូវីដខ្ញុំគិតថានឹងរងាស់ទឹកសណ្តែកគៀវមើមផ្កាលីលីក្លាសេតជាក់ពីធំរាល់ថ្ងៃយកទៅជូនពួកគាត់ហូបនៅក្នុងបញ្ជីរីនីម្ហូបរបស់ប្រធានលីនមិនបានតម្រូវឲ្យមានសណ្តែកគៀវឯណាមិនអីទេពួកយើងធ្វើឆ្អិនហើយជូនពួកគាត់ហូបដោយឥតគិតថ្លៃប្រធានលីនបានផ្ដល់ទំនុកចិត្តយ៉ាងធំធេងដល់ពួកយើងបែបនេះពួកយើងមិនអាចមើលឃើញលុយធំជាងជីវិតឡើយយកចិត្តស្មោះដូចចិត្តស្មោះមែនទេប្រពន្ធសម្លាញ់ស្ដាប់តាមអូនចោះពួកយើងសុខចិត្តចំណេញតិចបន្តិចប៉ុន្តែត្រូវតែថែរក្សាកេរ្តិ៍ឈ្មោះហាងឲ្យបានល្អអូហូខ្សាច់ជ្រូកស្បៃក្រៀមសាច់ជ្រូក3ជាន់បន្ទះធំម្លេះឆាប៉េងប៉ោះពងមាន់នេះប៉េងប៉ោះខ្លាយជាគ្រឿងបន្ទាប់បន្សំបាត់ទៅហើយនៅមានឆាសណ្តែកគួរក្រៀមនិងស៊ុបពងមាន់សារាយសមុទ្រទៀតផងបងប្អូនទាំងអស់គ្នាអាកាសធាតុក្តៅខ្លាំងណាស់ខ្ញុំបានរងាស់ទឹកសណ្តែកគៀវមើមកាលីលីក្លាសេតជាក់ជូនបងប្អូនហូបក្នុងនោះមានបន្ថែមស្ករ5ផ្អែមឆ្ងាញ់មិនគិតលុយទេហូបតាមចិត្តចុះប្រធានលីនហាងដែលលោកបានបដូរថ្មីនេះពិតជាអស្ចារ្យណាស់គ្រាន់តែឃើញអាហារទាំងនេះពេលរសៀលបងប្អូនអាចលីសែងដែកសរសៃបានច្រើនជាងមុន200គីឡូទៀតផងកាលពីមុនហូបអាហាររបស់លីមេជៀនម៉ោង3រសៀលគឺឃ្លានឡើងញ័រខ្លួនទៅហើយឥឡូវនេះហូបអាហារមួយពេលនេះរួចមានអារម្មណ៍ថាខ្លួនប្រាណមានកម្លាំងខ្លាំងដូចជាគោជលអញ្ចឹងប្រាមិនអស់តតែសោះការគ្រប់គ្រងគម្រោងការដ្ឋានអ្វីដែលត្រូវគ្រប់គ្រងពិតប្រាកដគឺទឹកចិត្តមនុស្សការធ្វើឲ្យពួកគេហូបឆ្អែតនិងហូបបានល្អគឺមានប្រសិទ្ធភាពជាងការបើកកិច្ចប្រជុំជំរុញទឹកចិត្តរាប់សិបដងទៅទៀតលោកម្ចាស់តើចង់ពិសាអ្វីដែរចា៎ហាងរបស់នាងមានបរិយាកាសនិងទម្រង់ល្អណាស់ពិតជាស្របទៅនឹងរសនិយមរបស់ពួកយើងដែលជាអ្នកមានវិជ្ជាជីវៈជាន់ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុពិតមែនពួកអាហារចិនដែលពោពេញដោយខ្លាញ់រំអិលទាំងនោះពួកយើងហូបឡើងចង់ក្អួតទៅហើយថ្ងៃក្រោយអាហារថ្ងៃត្រង់សម្រាប់ធ្វើការងាររបស់ក្រុមពួកយើងគឺសម្រាប់យកនៅហាងរបស់នាងនេះហើយពិតជាមានកិត្តិយសខ្លាំងណាស់ខ្ញុំនឹងឲ្យគេរៀបចំម្ហូបពិសេសប្រចាំហាងរបស់ពួកយើងជូនលោកភ្លាមសាឡាត់បង្គាផ្លែបឺរបន្ថយជាតិខ្លាញ់តាមបែបមេឌីតេរ៉ាណេមួយចានតម្លៃត្រឹមតែ128យួនប៉ុណ្ណោះធានាថាជាគ្រឿងផ្សំលំដាប់ខ្ពស់ពិតប្រាកដចាថៅកែស្រីមេជៀនស្ទីលហាងរបស់នាងពិតជាចំគោលដៅតែម្ដងពួកយើងដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុគឺត្រូវតែហូបអាហារសម្រាប់ដែលគ្មានផ្សែងធូលីបែបនេះឯងទើបហៅថាលំដាប់ខ្ពស់ពិតប្រាកដអូហូលោកប្រធានគីវិនមានតែលោកទេដែលយកចិត្តខ្ញុំចាអូត្រឹមត្រូវហើយថៅកែស្រីប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពួកយើងគឺមានភាពម៉ត់ចត់ខ្លាំងណាស់ការទូទាត់លុយរាល់ថ្ងៃគឺមានភាពស្មុគស្មាញណាស់ធ្វើបែបនេះចុះថ្ងៃក្រោយក្រុមការងាររបស់ពួកយើងនឹងមកហូបនៅទីនេះរាល់ថ្ងៃហើយពេលខ្លះក៏នាំអតិថិជនមកផងដែរពួកយើងទូទាត់លុយតាមខែទៅចុះចុងខែខ្ញុំនឹងឲ្យផ្នែកកិននេឲ្យផ្ទេរលុយពីកិននេក្រុមហ៊ុនមកកិននេហាងរបស់នាងផ្ទាល់តែម្ដងតើគ្មានបញ្ហាទេមែនទេមិញនេះឬពួកគេនិយាយគ្នាអំពីការវិនិយោគរាប់សិបលាននិងការចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Nasdaq ឯនោះពួកគេច្បាស់ជាអ្នកជំនាញហិរញ្ញវត្ថុដែលមិនខ្វះលុយឡើយទូទាត់តាមខែក៏ល្អដែរធ្វើបែបនេះស្លឹកបន្លែប្រយោជន៍របស់ខ្ញុំនឹងមិនបារម្ភថាលក់មិនដាច់ទៀតឡើយអូយលោកប្រធាន Kevin លោកមានប្រសាសន៍បែបនឹងពិតជាគួរឲ្យក្រែងចិត្តណាស់អាចផ្គត់ផ្គង់អាហារជូនពួកលោកបានគឺជាភពសំណាងរបស់ខ្ញុំទៅវិញទេចាគ្មានបញ្ហាទេកត់ត្រាទុកទៅបានហើយចុងខែចាំទូទាត់តែម្ដងឃើញទេនេះហើយគេហៅថាសង្គមលំដាប់ខ្ពស់នេះហើយគេហៅថាទំនាក់ទំនងខ្សែស្រឡាយអាលីនជឺដែលជានាយកដ្ឋានសំណង់ដ៏ក្រីក្រនោះហត់នឿយពេញមួយឆ្នាំរកបានលុយតែបន្តិចបន្តួចប៉ុណ្ណោះថែមទាំងខ្លួនប្រឡាក់ទៅដោយក្លិនញើសស្អុយរាល់ថ្ងៃទៀតបើដើរតាមលោកប្រធាន Kevin និងក្រុមមនុស្សទាំងនេះមិនយូរមិនឆាប់អញក៏អាចដើរចូលទីផ្សារហិរញ្ញវត្ថុ Wall Street ដ៏ល្បីល្បាញបានដែរលីនជើបញ្ហាម្ហូបអាហារនៅការដ្ឋានសំណង់នេះគឺតែងតែជាបញ្ហាដ៏ធំនិងពិបាកដោះស្រាយបំផុតប៉ុន្តែកម្មករនៅទីនេះរបស់ឯងមើលទៅហាក់បីដូចជាពេញចិត្តខ្លាំងណាស់ណែលោកប្រធានជើឬ10ដងមិនស្មើនឹងបានឃើញផ្ទាល់ភ្នែកម្ដងឡើយលោកសាក់លបងធ្លាក់ដោយផ្ទាល់ទៅនឹងដឹងហើយចាត្រីនេះមិនត្រឹមតែគ្មានក្លិនឆ្អាបពុកប៉ុណ្ណោះទេថែមទាំងសាច់ណែនល្អទៀតផងតើនេះប្រើប្រាស់ត្រីស្រស់ដែលទើបតែធ្វើភ្លាមក្នុងថ្ងៃនឹងមែនទេបាទត្រឹមត្រូវហើយលោកថៅកែគ្រប់គុំគឺទៅផ្សាររើសយកត្រីរស់ដោយផ្ទាល់តាំងពីម៉ោង3ទៀបភ្លឺរាល់ថ្ងៃហើយចាត់ចែងធ្វើវាភ្លាមតាំងពីព្រលឹមម្លេះពិតជាកុំរកបានណាស់នៅក្នុងសង្គមដែលមានភាពប្រញាប់ប្រញាល់បែបនេះបែរជាមានអ្នករកស៊ីដែលមានគុណធម៌និងភាពស្មោះត្រង់បែបនេះទៅវិញលីនជឺឯងពិតជាមានភ្នែកមុតស្រួចនិងមានវិធីសាស្ត្រគ្រប់គ្រងល្អខ្លាំងណាស់ផ្នែកពុស្តភាមានភាពរឹងមាំទើបទឹកចិត្តកងទ័ពមានភាពនឹងល្អក្រុមហ៊ុនរបស់ពួកយើងនៅមានគម្រោងការដ្ឋានសំណង់ដំណាក់កាលទី3និងទី4ពីទៀតដែលម្ហូបអាហារនៅទីនោះត្រូវបានកម្មការីការដឹងរាល់ថ្ងៃធ្វើបែបនេះចុះឯងតំណាងឲ្យក្រុមហ៊ុនទៅជាជាមួយប្តីប្រពន្ធមួយគូនេះផ្ទាល់តែម្ដងទៅដើម្បីប្រគល់ការផ្គត់ផ្គង់អាហារនៅការដ្ឋានទាំងពីរនោះឲ្យពួកគេជាអ្នកធ្វើដែរលោកប្រធានចៅនេះជាបរិមាណអាហារសម្រាប់មនុស្សរាប់ពាន់នាក់ទៅហើយណាមិនត្រឹមតែជាការធ្វើអាហារប្រអប់ប៉ុណ្ណោះទេថែមទាំងអាចទទួលមកការអាហារដ្ឋានប្រមូលផ្ដុំខ្នាតធំនៅពេលក្រោយទៀតផងឲ្យតែពួកគេអាចរក្សាគុណភាពបែបនេះបានរហូតតើប្រគល់អាហារដ្ឋានរបស់ក្រុមហ៊ុនឲ្យពួកគេទៅវាយ៉ាងម៉េចទៅ
ការដែលអាចធ្វើឲ្យកម្មមករហូបទៅមានអារម្មណ៍ដូចជាហូបបាយនៅផ្ទះខ្លួនឯងនេះហើយគឺជាសមត្ថភាពពិតប្រាកដបាទល្អណាស់ពេលរសៀលនេះខ្ញុំនឹងទៅជម្រាបជូនប្តីប្រពន្ធវ៉ាងដាស៊ុនភ្លាមចាការដ្ឋានសំណង់3កន្លែងកម្មករជាង 1000 នាក់ចំណូលក្នុងមួយថ្ងៃមានជាង 30,000 យន្តគិតទៅពេញមួយឆ្នាំគឺជាង 1000 លានយន្តតាសម្លាញ់ពួកយើងពិតជាបានឆ្លងផុតការលំបាកនិងទទួលបានភាពជោគជ័យពិតប្រាកដហើយប៉ុន្តែនោះជាអាហារសម្រាប់មនុស្សជាង 1300 នាក់ឯណោះណាហាងតូចរបស់ពួកយើងសម្បីតែខ្ទះធំបីក៏ដាក់មិនចុះផងតើត្រូវធ្វើយ៉ាងម៉េចទៅវិញបងប្រុសវ៉ាងបងស្រីក្នុងពេលដែលអាជីវកម្មនេះរីកចម្រើនធំធាត់ហើយពួកយើងត្រូវតែធ្វើការកែតម្រង់ទាំងស្រុងនិងបដូរទៅជាការគ្រប់គ្រងបែបស្តង់ដារត្រឹមត្រូវវិញខ្ញុំបានជួយរកមើលទីតាំងរោងចក្រមួយកន្លែងជូនពួកបងរួចហើយដែលមានចម្ងាយពីការដ្ឋានសំណង់ប្រហែល2 គីឡូម៉ែត្រមានរោងចក្រ Vinpon មួយដែលបានបិទទ្វារនៅក្នុងនោះមានអាហារដ្ឋានស្តង់ដារស្រាប់តែម្ដងហើយតម្លៃជួលនៅទីនោះក៏មិនសូវថ្លៃដែរពួកយើងជួលទីតាំងនោះទៅតើត្រូវចំណាយអស់លុយប្រហែលប៉ុន្មានទៅនៅក្នុងដៃពួកយើងឥឡូវនេះមានលុយបំរុងត្រឹមតែ 10,000 យន្តប៉ុណ្ណោះចំពោះរឿងលុយកាក់ពួកបងកុំបាភ័យអីខ្ញុំអាចជួយឧបត្ថម្ភពួកបងបានប៉ុន្តែគុណភាពម្ហូបអាហារគឺដាច់ខាតមិនអាចធ្លាក់ចុះឡើយថែមទាំងត្រូវតែល្អជាងមុនទៅទៀតផងបាទល្អណាស់ប្រធានលីនពួកយើងប្តីប្រពន្ធទាំងពីរនាក់នឹងស្ដាប់តាមការចាត់ចែងរបស់លោកទាំងអស់លុយត្រាតែផ្នែកភស្តុភាររបស់ពួកបងមានភាពរឹងមាំដូចជាផ្ទាំងថ្មទើបតំណែងរបស់ខ្ញុំនៅក្នុងក្រុមហ៊ុនធំនិងការវិវត្តនៃគម្រោងអាចដំណើរការទៅបានដោយជោគជ័យនិងគ្មានការខុសឆ្គងឡើយរាល់បុគ្គលិកទាំងអស់ពេលចូលមកក្នុងផ្ទះបាយត្រូវតែពាក់ម៉ាស់និងពាក់មួកឲ្យបានត្រឹមត្រូវជ្រុញសម្រាប់ហាន់សាច់ឆៅនិងម្ហូបឆ្អិនត្រូវតែញែកដាច់ពីគ្នាដាច់ខាតបើមាននរណាម្នាក់ហ៊ានរើសយកបន្លែដែលធ្លាក់ទៅលើដីដាក់ចូលទៅក្នុងឆ្នាំងវិញនោះនឹងត្រូវបណ្តេញចេញភ្លាមហើយសូម្បីតែប្រាក់ខែ1 សេនក៏កុំសង្ឃឹមថានឹងទទួលបានឡើយអូហូថ្ងៃនេះមានខ្សាច់ជ្រូកចំហុយម្សៅអង្ករនិងប្រហិតសាច់ស៊ីទៀតផងប្រហិតសាច់នេះពិតជាឆ្ងាញ់អស្ចារ្យណាស់សុទ្ធតែជាសាច់ស៊ុបលីជាមួយមើមខ្ទឹមខ្មៅហូបមួយម៉ាត់ទឹកស៊ុបហូរចេញមកផ្អែមឆ្ងាញ់តែម្ដងលីនតូចធ្វើបានល្អខ្លាំងណាស់ចាំគម្រោងការងារនេះបញ្ចប់ទៅខ្ញុំនឹងដំឡើងតំណែងឯងឲ្យទៅជាប្រធានគ្រប់គ្រងប្រចាំតំបន់តែម្ដងបងស្រីវ៉ាងមិនមែនគ្រាន់តែថ្លៃជួលផ្ទះរយៈពេល3 ខែទេអីរឿងលុយត្រឹមតែ10 ជាង 1,000 យន្តសោះតើចាំបាច់ដកថ្នាក់យកលិខិតទាមទារលុយមកបិទនៅលើទ្វារហាងខ្ញុំបាននេះទេបើវាប៉ះពាល់ដល់អតិថិជនរបស់ខ្ញុំតើត្រូវធ្វើយ៉ាងម៉េចទៅលីមេជានៅក្នុងកិច្ចសន្យារបស់នាងគឺត្រូវតែបង់ថ្លៃជួលផ្ទះមុនកន្លះខែឥឡូវនេះយឺតយ៉ាវអស់រយៈពេល3 ថ្ងៃទៅហើយខ្ញុំមិនចាក់សោរបិទហាងនាងគឺល្អណាស់ទៅហើយរាល់ថ្ងៃនាងទទួលតែភ្ញៀវដែលពាក់អាវធំជាថៅកែធំសោះមិនមែនសំបីតែថ្លៃជួលផ្ទះ10 ជាង 1,000 យន្តក៏គ្មានលទ្ធភាពបង់ដែរមែនទេក្នុងរយៈពេល 2-3 ថ្ងៃនេះខ្ញុំនឹងផ្ទេរជូនបងហើយកុំមកដេញដោសួរនាំញឹកញាប់ពេកក្នុងរយៈពេលជាង1 ខែនេះដើម្បីយកចិត្តអតិថិជនលំដាប់ខ្ពស់ទាំងនោះខ្ញុំត្រូវចំណាយលុយផ្ទាល់ខ្លួនជា